ឯកឧត្តមហូតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានស្នើដល់លោកមូហាម៉េតអាល់ខាស៊ីមនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរអេមីរ៉ាតឲ្យបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញមានខេត្តសៀមរាបនិងខេត្តព្រះសីហនុព្រមទាំងបានស្នើឲ្យជួយផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជាទៅតាមបណ្ដាញរបស់ក្រុមហ៊ុនដ៏ធំមួយនេះដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាកម្ពុជាកើនឡើងបន្ថែមទៀតការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រីហ៊ូតហាក់ជាមួយលោកមូហាម៉េតនៅទីស្តីការក្រសួងទេសចរនាព្រឹកថ្ងៃទី27ខែមករាឆ្នាំ2025ភាគីទាំងពីរបានឯកភាពលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរអេមីរ៉ាតនិងក្រសួងទេសចរដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរឲ្យកាន់តែរឹងមាំនិងជិតស្និទ្ធបន្ថែមទៀតឯកឧត្តមរដ្ឋមន្ត្រីក៏បានឯកភាពតែងតាំងតំណាងដែលមានសិទ្ធិធ្វើសេចក្តីសម្រេចឬហៅថា focal person រវាងភាគីទាំងពីរដើម្បីពិភាក្សាលម្អិតលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានោះឯកឧត្តមរដ្ឋមន្ត្រីថែមទាំងបានស្នើសុំឲ្យបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញមានដូចជាខេត្តសៀមរាបខេត្តព្រះសីហនុនិងបានស្នើឲ្យជួយផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជាទៅតាមបណ្ដាញផ្សព្វផ្សាយរបស់ក្រុមហ៊ុនអាកាសចរអេមីរ៉ាតជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ទេសចរមូស្លីម